ព្រះគម្ពីរសាស្តាកាន់គម្ពីរនេះប្រាប់យើងអំពីដំណើរនៃការខិតខំប្រឹងប្រែងរបស់បុរសម្នាក់ជាទូទៅគេគិតថាជាស្ដេចសាឡូមោនដែលមិនបានជោគជ័យក្នុងការស្វែងរកសុភមង្គលនៅលើផែនដីនេះក្រៅពីព្រះជាម្ចាស់យើងឃើញថាមនុស្សម្នាក់នេះបានសាកល្បងគ្រប់ការទាំងអស់ដើម្បីស្វែងរកសេចក្តីល្អដ៏ធំបំផុតនៅលើផែនដីដូចជាវិទ្យាសាស្ត្រទស្សនវិជ្ជាភាពសប្បាយអគារធំទ្រព្យសម្បត្តិតន្ត្រីព្រមទាំងសាសនារបស់មនុស្សទៀតផងប៉ុន្តែគាត់បែរជាខកចិត្តយ៉ាងខ្លាំងហើយបានសន្និដ្ឋានថាកិច្ចការទាំងឡាយដែលធ្វើនៅក្រោមថ្ងៃគឺសុទ្ធតែឥតប្រយោជន៍ទៅទេពាក្យសំខាន់នៃកាន់គម្ពីរនេះគឺនៅក្រោមថ្ងៃដែលមានន័យថាវានិយាយអំពីជីវិតតាមទស្សនៈរបស់មនុស្សនៅលើផែនដីគឺមិនមែនជាទស្សនៈរបស់ព្រះជាម្ចាស់ដែលគង់នៅលើថ្ងៃនោះទេការមិនយល់ច្បាស់អំពីចំណុចនេះធ្វើឲ្យមនុស្សមួយចំនួនប្រើប្រាស់កាន់គម្ពីរនេះក្នុងរបៀបខុសឆ្គងមេរៀននៃកាន់គម្ពីរសាស្តាគឺថាចិត្តរបស់មនុស្សមិនអាចស្កប់ស្កល់បានទេក្រៅពីព្រះជាម្ចាស់ហើយសៀវភៅនេះក៏ត្រូវបានសរសេរឡើងដើម្បីជួយឲ្យអ្នកដទៃអាចរួចផុតពីទុក្ខព្រួយនិងការខកចិត្តដោយការដើរតាមផ្លូវដ៏លំបាកដូចអ្នកនិពន្ធ